ស្វាគមន៍មកកម្មវិធីចេះតែនិយាយទៅអូខេថ្ងៃនេះសុខសប្បាយទេសុខដែរថតឡើង4វីដេអូឡើងសុខសប្បាយយើងចិត្តទុកឲ្យចូលថ្ងៃថ្មីយើងចង់និយាយអំពីធ្លាប់ឃើញក្មេងៗលក់ផ្លែឈើអីតាមហាងយប់ឡើងតែក្មេងៗគាត់លក់ផ្កាលក់អីតាមស្តុបតាមអីចឹងធ្លាប់ឃើញលក់ផ្កាធ្លាប់ឃើញក្នុង Facebook ហើយគាត់អ្នកខ្លះគាត់សុំយើងអញ្ចឹងណាសុំទៀននិយាយទៅនិយាយចំអញ្ចឹងមកសុំទៀនទៅគួរតែទិញអត់ឬគួរតែឲ្យលុយគាត់អត់ឲ្យទៀនគាត់អត់អញ្ចឹងណាយើងត្រូវចែកដាច់រវាងទៀនជាមួយនឹងឲ្យលុយគាត់អត់ឲ្យលុយហ្នឹងឲ្យទៀនហ្នឹងឯងឲ្យលុយគាត់និយាយថាយើងអាណិតយើងអីចឹងទៅផ្ទះគាត់ខ្វះខាតខ្វះភ្លើងខ្វះអីយើងទិញទៀនខ្ញុំគិតថាគួរតែឲ្យមូលហេតុឥឡូវយើងមកមិនត្រូវឲ្យខ្ញុំអត់ឲ្យទេខ្ញុំត្រឡប់ហ្មងគឺអ្នកសុំទៀនមួយខ្ញុំកម្រឲ្យរហូតថាបើសិនឧទាហរណ៍ណាបើសិនឃើញអ៊ំគាត់ចាស់ជរាគាត់ដើររួចឬក៏ដូចថាក្រាបពិការអញ្ចឹងឧទាហរណ៍អាហ្នឹងមិនខ្ញុំឲ្យទៀនគាត់តែបើថាអ្នកសុំធម្មតាអវយវៈនៅរឹងមាំរកស៊ីបានខ្ញុំអត់ដែរឲ្យទេទាំងក្មេងក៏ដោយទាំងចាស់ក៏ដោយខ្ញុំអត់ដែរឲ្យបាទសម្រាប់ខ្ញុំចាស់ខ្ញុំដូចជាមិនសូវតែមកក្មេងៗខ្ញុំឲ្យដោយសារក្មេងទួយអា5 6ឆ្នាំណាឲ្យគាត់លក់នំឲ្យយើងជួយទិញលក់ផ្កាលក់សភៅឲ្យយើងជួយទិញព្រោះថាបើសិនជាជីវភាពគាត់ល្អគ្រប់គ្រាន់គាត់មិនមកធ្វើទេគាត់ជានៅផ្ទះម៉ោងគាត់មើលមេរៀននេះបាទហើយគាត់សម្រាប់និយាយទៅបាទពេលណាគាត់ជីវភាពគាត់ពិបាកគាត់ជួយគ្រួសារគាត់ជួយឪពុកម្ដាយគាត់ជួយអាណាព្យាបាលដើម្បីរកលុយបន្ថែមសម្រាប់ជីវភាពសម្រាប់គាត់បានទៅរៀនតអញ្ចឹងណាហ្នឹងហើយចិត្តហេតុអីមិនគិតថាអត់ឲ្យព្រោះដោយសារតែខ្ញុំថតឲ្យខាងអង្គការច្រើន NGO ណាពីច្រើនចុះទៅដល់ស្ថានភាពផ្ទាល់អ្នកដែលអត់មានហ្មងពីចឹងគាត់ឲ្យកូនគាត់ហ្នឹងចេញទៅក្រៅដើម្បីរកលុយគាត់លេងបៀហ្នឹងហើយនេះជាចំណែកមួយបាទមួយចំនួនតូចប៉ុន្តែយើងត្រូវគិតមកវិញថាក្មេងវ័យនេះកំពុងតែសិក្សាម៉ែឪយើងក្នុងនាមជាម៉ែឪយើងត្រូវរកលុយផ្គត់ផ្គង់ទៅដល់កូនចៅរកស៊ីក៏ដោយឬក៏ធ្វើអីក៏ដោយឲ្យតែយើងផ្គត់ផ្គង់ឲ្យកូនយើងទៅរៀនបានទៅសាលាបានមែនទេហ្នឹងហើយអញ្ចឹងបើសិនជាយើងបកមកវិញថាឥឡូវយើងចង់ប្រើកូនហ្នឹងឲ្យទៅរកស៊ីជំនួសឲ្យយើងអញ្ចឹងវាស្មើនឹងយើងគេហៅគេរំលោភលើពលកម្មកុមារបាត់ហ្នឹងហើយកន្លែងនេះមួយខ្ញុំអត់ពេញចិត្តផងទី1ហើយក្មេងដែលនៅតាមស្តុបនៅតាមអីហ្នឹងមិនមែនថាអត់មានម៉ែឪទេម៉ែឪគឺបរៀនកូនឲ្យកូនហ្នឹងលក់អីនៅហ្នឹងហ្មងអញ្ចឹងវាហៅថាជិះជាន់លើកម្លាំងពលកម្មក្មេងហ្នឹងយកកូនធ្វើអាជីវកម្មហ្នឹងហើយអាហ្នឹងខ្ញុំទទួលស្គាល់ខ្លះចឹងមែនតែខ្លះគឺម្ដាយឪពុកពិតជាពិបាកមែនខ្លះខ្ញុំឃើញដែរឃើញឪពុកម្ដាយដឹកកូនមកមួយគ្នាមកលក់មួយគ្នាទេបាទមានថាកូនលក់មកកញ្ឆែងទៅគាត់លក់មកកញ្ឆែងទៅដើម្បីរកលុយសម្រាប់ជីវភាពគ្រួសារគាត់ហើយចេះស្ដាយខ្ញុំឃើញបងម្នាក់ឥឡូវគាត់ឡើងធ្វើជាមន្ត្រីរាជការតលិះបានសាក់ទៅតាំងពីក្មេងប្រវត្តិគាត់នៅលើកណ្ដោសម្រាមមានថាគាត់ចេញពីរៀនមកគឺគាត់ដើររើសម្រាមនៅកណ្ដោសម្រាមស្ទឹងជ័យកាលហ្នឹងអត់មានជើងឯងមានស្ទឹងជ័យគាត់នៅក្មេងស្ទង់20ឆ្នាំមុនណាហ្នឹងហើយគាត់ជួយរហូតជួយម្ដាយគាត់ហ្នឹងគាត់ទៅគាត់ថាគាត់ពិបាកខ្លាំងអញ្ចឹងគាត់នៅលើកណ្ដោសម្រាមហ្នឹងគាត់រើសម្រាមរើអេចៃរហូតគាត់រកលុយមករៀនឯងតែនេះខ្ញុំនិយាយសម្រាប់ទៅលើក្មេងដែលគាត់មានទឹកចិត្តក្នុងការរៀនដែរអញ្ចឹងណាប៉ុន្តែគ្រាន់តែសម្រាប់ខ្ញុំមើលមកថាក្មេងណាល្អក្មេងណាអត់ល្អក្មេងណាតែបានគេបង្ខំរកប្រឡាពលកម្មកុមារក្មេងខ្លះពិតជាឪពុកម្ដាយលំបាកមែនខ្ញុំដឹងអញ្ចឹងសម្រាប់ខ្ញុំជួយទាំងអស់ខ្ញុំជួយទាំងអស់ខ្ញុំអត់អាចថាអត់ជួយទេប៉ុន្តែបើសិនជាខ្ញុំដឹងថាបើសិនខ្ញុំជួយប៉ះក្មេងណាដែលត្រូវបានដូចរត់និយាយអញ្ចឹងថាអីបាត់ទីនអាលូតូចអាលូតូចដល់អាលូតូចស៊ីកែឯងអាលូតូចនិយាយចឹងគឺយើងឲ្យដូចយើងចូលរួមលើស្ទួយលើស្ទួយចូលរួមជាមួយនឹងការលើកទឹកចិត្តឲ្យមានការរំលោភលើកម្លាំងពលកម្មកម្មាប៉ុន្តែសម្រាប់ខ្ញុំចុះថាឲ្យថា50ចុះបើយើងអត់ទាំងអស់យើងអត់ជួយទាំងអស់ចឹងដល់អត់បានជួយក្មេងដែលគាត់ល្បាត់ប្រកបចឹងយល់ខ្ញុំតន់ចំណុចមួយឯងប៉ុន្តែ
វាថាមនុស្សយើងដល់វ័យនេះយើងដឹងហើយថាអ្នកណាអ្នកដែលម៉ែឪប្រើមកធ្វើការមួយទៀតអ្នកអត់មែនមកទៅយើងដឹងហ្មងមានអារម្មណ៍ថាដឹងមកថាគាត់ហ្នឹងអ្នកអត់មែនហ្មងរបៀបអញ្ចឹងហ្នឹងហើយ ជួនកាលទៅដើររាល់ថ្ងៃណា បាទ យើងជិះទៅជួបទៅដើរជិះជួបទៅដើរ អាហ្នឹងយើងអាចប្រាប់បានថាអូខេកូនហ្នឹងមើលទៅថាគ្នាប្រឹងលក់ដែរអាហ្នឹងដឹងតែគ្នាអត់ហើយអាហ្នឹងអូខេយើងអាចជួយទិញគាត់ឬក៏ឲ្យជាចែកទានចែកអីគាត់ហ្នឹងទៅតែអ្នកខ្លះអត់ទេមុខដើរមកបងទិញហ៎ទៅវិញបានមិនតន់ហៅអីទិញទេ លក់ចេញពីចិត្ត លក់ចេញពីចិត្តហ្នឹងហើយបង្ខំអាហ្នឹង ខំអញ្ចឹងក៏មួយយ៉ាងដែរតែគាត់ថាខ្ញុំបានការវិភាគពេលហ្នឹងមិនដែរពេលដែលឃើញក្មេងអីគាត់ដើរមកស្មានហ្នឹងគាត់ដើរអញ្ចឹងទៅពេលយើងមកមើលកូនយើងវិញកូនយើងស្មានហ្នឹងពងរៀនអញ្ចឹងណា កូនយើងពងខ្លាញលុយអីចឹង បើខ្ញុំមិនក្មេងទទួលស្គាល់វិញទៅក្មេងម៉ែក្មេងផ្លាញ់ម៉ែអើដល់កនេះខ្ញុំសំណាងខ្ញុំមកផ្លាញ់ម៉ែអើប៉ុន្តែចេះដឹងខ្លួនតន់ការកាយខ្លួនទៅខ្លាចជាមនុស្សនេះគេដល់ថ្ងៃចុះបើក្មេងហ្នឹងពេលធម្មតាវាទៅចឹងរហូតអូពិតជាសម័យអត់ចាញ់បាទ បើខ្ញុំផាច់គិតរៀងខុសគេថាខ្ញុំអាត្មានិយមក៏បានដែរខ្ញុំគិតថាចេះបើសិនជាយើងទម្លាប់ឲ្យក្មេងហ្នឹងថ្ងៃក្រោយគាត់មកសុំទានទៀតគាត់អត់រកអីផ្សេងក្រៅពីហ្នឹងឯងអាហ្នឹងអ្វីដែលខ្ញុំភាគច្រើនឃើញនៅតាម stop តាមអីចឹងណាអាហ្នឹងគឺទម្លាប់របស់គាត់ហ្មងមានថាគាត់ធ្លាប់មកកន្លែងហ្នឹងមួយថ្ងៃបាន 100000 ហើយស្អែកគាត់មកកន្លែងហ្នឹងទៀតហើយ 100000 ទៀតហើយគាត់អត់នឹកឃើញថាអូធ្វើអីផ្សេងពីហ្នឹងឯងទាំងដែលគាត់មានកម្លាំងពលកម្មរកស៊ីបានទេថាធ្វើសំណងបានលុយទេ បើខ្ញុំអត់និយាយថាឲ្យឬមិនឲ្យជួយទិញឬមិនជួយទិញទេព្រោះវាស្ដាប់មើលការឆ្លើយរបស់អ្នកទាំងពីរហ្នឹងវានិយាយទៅវាធ្ងន់ដូចគ្នាវាខ្លាំងដែរវាអាចថាស្មើគ្នាដែរតែចឹងខ្ញុំគិតថា គឺបើទៅអាចបាយគ្នាមិញ អីអាចធ្វើអាចមើល ខ្ញុំគិតថាអ្នកឲ្យក៏មិនខុសអ្នកមិនឲ្យក៏មិនខុសព្រោះគាត់មានហេតុផលរបស់គាត់ផ្សេងហ្នឹងហើយអញ្ចឹងសង្ឃឹមថាបងប្អូនយើងដែលកំពុងមើលហ្នឹងគាត់មានមតិយោបល់មិនដែរគាត់ជ្រុំទៅយោបល់ហ្មងបាទហើយគាត់មានយោបល់ចូលមកអញ្ចឹងនៅកន្លែងខាងខ្ញុំបោះថាតន់ត្រូវខ្ញុំ ខ្ញុំលើកទឹកចិត្តមួយទៀតដល់បងប្អូនយើងខ្ញុំឃើញនៅក្នុង social media ណា Facebook TikTok អីគាត់ធ្វើទៀនចែកទៅអ្នកអត់អ្នកឃ្លានក្មេងៗតាមដាច់ស្រយាលរៀននៅដាច់ស្រយាលសាលាដាច់ស្រយាលអីចឹងណាណែលើកទឹកចិត្តខ្ញុំចូលចិត្តមើលអញ្ចឹងឲ្យគាត់ទោះធ្វើយកមុខអីធ្វើទៅសំខាន់បានទៀនបានមកក្មេងៗណែហើយកុំឲ្យខ្ញុំបើកវងកញ្ចក់ទីកុំឲ្យទៀន AI អាហ្នឹងរឿងផ្សេងមាន AI ទៀន AI ផ្សេងទៀតហ្នឹងហើយមួយថ្ងៃមុនឃើញបោះ AI មក AI ច្រើនណាស់ ណាហើយសុំលុយឲ្យដាក់ ធ្វើស្មីពីការណាអាហ្នឹងជាងខុស អាហ្នឹងកុំប្រើបែបហ្នឹងល្បិចថោកទាមអាហ្នឹងហើយសុំអីគេអាហ្នឹងសុំបែប technology អញ្ចឹងណាម៉ាក់ អូក្មេងមួយក្មេងស្រីមួយ ហ្នឹងហើយដែលជើងសុំអីហ្នឹង AI ហ្នឹងហើយចាស់គាត់មានដឹងអីណាលោកអើយម៉ែឲ្យតែយាយនឹងវត្តនឹងអីឲ្យតែខាងអូឃើញអូអាណិតណាចៅអើយមកបាញ់លុយតិចមកហើយបាញ់ចូលណាគេវាអត់មានប្រភពច្បាស់លាស់ហ្នឹងហើយអូខេ វីដេអូ AI មិន AI យើងមើលច្បាស់មិនទេណា ហ្នឹងហើយ យើងខ្លាំងបានមកគាត់មិនទាន់ចេះខ្លាំងមួយចំនួនណាគាត់ ឥឡូវចាំយើងលើកប្រធានបទ AI ហ្នឹងទៅនិយាយរឿងទៀតបទក្រោយចាំខ្ញុំធ្វើ research ឲ្យច្បាស់ហើយខ្ញុំប្រាប់ថាតើយើងគួរបង្ការខ្លួនឯងធ្វើម៉េចកុំឲ្យវាជួបអារបស់អញ្ចឹងចាញ់មកគេ អូខេ បាទអរគុណជួបគ្នានៅវគ្គក្រោយចឹងណាម៉ា ចឹងនិយាយ ចឹងណាម៉ា